បាទសួស្តីនេះជាកម្មវិធីឆ្លើយសំណួរទស្សនការអាមេរិកសំណួរសួរថាតើមានវិធីណាខ្លះអាចទៅរស់នៅសហរដ្ឋអាមេរិកបាទតើមានវិធីណាខ្លះអាចទៅរស់នៅសហរដ្ឋអាមេរិកបាទនេះគឺជាសំណួរដ៏ល្អនិងជាសំណួរសាមញ្ញដែលអ្នកចង់មករស់នៅសហរដ្ឋអាមេរិកតែងតែសួរបែបនេះបាទតាមការពិតទៅដើម្បីអាចមករស់នៅសហរដ្ឋអាមេរិកបានគឺមានវិធីជាច្រើនយ៉ាងខាងក្រោមនេះគឺជាវិធីធំ5យ៉ាងដែលអាចជួយឲ្យលោកអ្នកទទួលបាន Green Card ឬកាតបៃតងមករស់នៅសហរដ្ឋអាមេរិកស្របច្បាប់ទី1មករស់នៅសហរដ្ឋអាមេរិកតាមរយៈក្រុមហ៊ុនឬសហគ្រាសធានាមកធ្វើការមានន័យថាក្រុមហ៊ុនគេធានាយើងមកធ្វើការវិធីដាក់ពាក្យមកធ្វើការនេះមានប្រភេទវីសាជាច្រើនដែលលោកអ្នកអាចទទួលបាន Green Card រស់នៅស្របច្បាប់ទី2គឺមករស់នៅសហរដ្ឋអាមេរិកតាមរយៈគ្រួសារធានាដូចជាម្ដាយឪពុកធានាកូនធានាម្ដាយឪពុកប្តីធានាប្រពន្ធធានាប្តីឬធានាគូតដឹងជាដើមប្រភេទនេះគឺមានប្រភេទវីសាជាច្រើនដែលនាំឲ្យលោកអ្នកទទួលបាន Green Card និងរស់នៅស្របច្បាប់នៅសហរដ្ឋអាមេរិកផងដែរទី3វិនិយោគតាមកម្មវិធី EB-5 ប្រភេទវីសានេះទាមទារឲ្យលោកអ្នកបោះទុនវិនិយោគលើគម្រោងអភិវឌ្ឍន៍ណាមួយដែលចាយដើមទុនលើ$800,000ទី4ការដាក់ឆ្នោតផ្សងសំណាង DV Lottery បើលោកអ្នកមានសំណាងត្រូវបានគេជ្រើសរើសនិងសម្ភាសជាប់នោះលោកអ្នកនឹងទទួលបាន Green Card ប្រភេទ10ឆ្នាំរស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់ចំណែកវិធីទី5គឺដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោននៅពេលដែលលោកអ្នកទទួលបានសិទ្ធិភៀសខ្លួនលោកអ្នកទទួលបាន Green Card រស់នៅសហរដ្ឋអាមេរិកស្របច្បាប់ដូចគេដូចឯងបាទទាំងនេះគឺជាវិធីដែលមករស់នៅសហរដ្ឋអាមេរិកនិងទទួលបាន Green Card រស់នៅស្របច្បាប់ហើយនៅមានវិធីជាច្រើនពីព្រោះមានប្រភេទ Green Card Visa ជាច្រើនដែលលោកអ្នកអាចរស់នៅស្របច្បាប់នៅសហរដ្ឋអាមេរិកបានខ្ញុំបាទចៅមនីខេមរាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះបើលោកអ្នកត្រូវការសេវាកម្មប្រឹក្សាឬក៏រៀបចំឯកសារមករស់នៅសហរដ្ឋអាមេរិកលោកអ្នកអាចតាក់ទងក្រុមហ៊ុនយើងខ្ញុំបានបាទសូមអរគុណ